នេះសិលមិញបងប្អូនបន្ទាប់ពីមើលបាល់ពេលព្រឹកហើយយើងចង់បដូរបរិយាកាសទៅញ៉ាំអីនៅតំបន់កូនតិចទៅរកបែបធម្មជាតិណាឥឡូវពួកយើងកំពុងតែទិញម្ហូបនៅឯមុខផ្សារភូមិភាគនៅកន្លែងលក់ម្ហូបមួយកន្លែងនេះយ៉ាងធូរថ្លៃដែរបងប្អូនហើយម្ហូបគាត់ច្រើនមុខមានមាន់អាំងក្រូចអាំងគ្រឿងក្នុងមាន់អាំងប្រហុកអីត្រីអាំងអីមកអែមឆ្ងាញ់ទៀតរសជាតិយើងទិញយ៉ាងច្រើនដែរទិញចឹងទៅគាត់លក់តែឯងអត់តាន់យ៉ាងមានអីមានជួយគាត់ជួយអាំងជួយអីគាត់ទៅគាត់មកច្រកបាយច្រកអីចឹងទៅយើងអាំងហើយនេះក្រុមការងារចែកជាក់សឹកកំពូលហើយនេះ10កំប៉ុងទៅតណានណៃហ្នឹងនេះសបាយហើយស្អែកបងនេគាឥឡូវយើងចូលទៅក្នុងព្រៃនេះយើងទិញម្ហូបហើយយើងចូលទៅក្នុងព្រៃទៅដាប់សំឡេងសត្វយំម្ដងមកចូលក្នុងព្រៃដែលអត់មានឮសំឡេងឡានឬអីចង់ហៅកន្លែងណាដែលស្ងប់ស្ងាត់មកដល់យើងរៀបចំតុរៀបចំអីអង្គុយចឹងទៅនេះមមាញឹកនេះតែមេឃដូចជាមិនសូវស្រួលពេលដែលយើងរៀបចំតុរៀបអីហើយមេឃដូចចង់ភ្លៀងមកតិចបងប្អូនមានណារៀបរួចរាល់មេឃយើងចាប់ផ្ដើមភ្លៀងល្មមមេឃដល់នេះឥឡូវរើវិញហើយមេឃដូចមិនសូវអំណោយទៀនទេ